ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នានេះថ្ងៃនេះខ្ញុំចេញពីធ្វើការខ្ញុំមកជិះតាមដងផ្លូវបើសិនបណ្ណាទៅឃើញផ្លែជ្រលុះបងប្អូននេះជ្រលុះទុំឯងបងប្អូនពេញមួយដើមបងប្អូនណាមួយដើមទៅនេះពេញផ្លែពេញដើមបងប្អូនសិតតែជ្រលុះផ្លែពេញដើមមេឃលើខាងនេះខ្ចីបងប្អូនមេឃលើខាងនេះសិតតែខ្ចីបងប្អូនតន់ទុំល្អអាចតែមួយមេឃខាងនេះទុំដាបសិតតែទុំដាបដើមបងប្អូនសិតផ្លែជ្រលុះឆ្ងាញ់លេខ1ផ្លែនឹងកម្រនឹងផ្លែណាមួយឆ្នាំទល់មួយឆ្នាំតាមដើមទៀតដើមណាតូចផ្លែទេតើដើមប៉ុនកពួនជើងអីបងប្អូនផ្លែជ្រលុះនិយាយទៅផ្លែហ្នឹងបើខ្ញុំប្រទះ 3-4 ឆ្នាំមិនផ្លែម្ដងខ្ញុំនិយាយបន្តិចបងប្អូនកាលខ្ញុំនៅវត្តផ្លែហ្នឹងខ្ញុំឃើញដូចជា 2-3 ឆ្នាំមិនផ្លែម្ដងបងប្អូនតាមដើមការរបស់វាមិនទេកាលនោះខ្ញុំនៅវត្តខ្ញុំរៀននៅវត្តកាលឆ្នាំ2003បងប្អូន2003ផ្លែនោះខ្ញុំទៅបេះនៅក្រោយវត្តសាលាចាស់ខ្ញុំបងប្អូនហើយខ្ញុំដឹងថាអូផ្លែហ្នឹងមិនមែនចេះតែផ្លែងាយដើមតូចពេកក៏ផ្លែដែរបងប្អូនហើយបើទឹកភ្លៀងមានជូនចុងដៃបងប្អូនជូនចុងដៃបានមានផ្លែជ្រលុះហ្នឹងបងប្អូនបើអត់មានភ្លៀងជូនដៃកក់ខែកក់អីទេជ្រលុះហ្នឹងងាយផ្លែទេបងប្អូនមិនចេះតែផ្លែងាយបើមកទៅឆ្នាំហ្នឹងសម្បូរទឹកភ្លៀងអញ្ចឹងបានផ្លែទៅហើយពេលខ្លះខ្ញុំសង្កេតមើលតាមឆ្នាំដែរឆ្នាំខ្លះអត់ផ្លែទេត2-3 ឆ្នាំអញ្ចឹងទៅបានមានផ្លែជ្រលុះផ្លែអីចឹងទៅបងប្អូននិយាយទៅផ្លែនេះគឺរៀងចាត់បងប្អូនចាត់ផ្លែណាទុំទៅរៀងចត់លីផ្អែមបងប្អូនចត់លីផ្អែមឥឡូវថ្ងៃក៏បាក់រសៀលដែរបងប្អូនបាក់រសៀលសូយ៉ាទុនទៀបហើយសัตว์ក៏ចូលទៅនំឃ្មុំក៏ចូលដេកឥឡូវខ្ញុំកំពុងតែចិត្តធ្វើដំណើរទៅផ្ទះដែរហ្នឹងបងប្អូនតែឆ្លៀតចូលមកថតវីដេអូផលិតវីដេអូបន្តិចទៅមកសកៃនេះប្រមាញ់ទុកហ្មងបងប្អូនប្រមាញ់ទុកមកជួរនេះចាំមើលតែទុំចូលល្អចាំមកបេះយកទៅហូបបងប្អូនបាទមកបេះទៅហូបផ្លែល្អបងប្អូននេះផ្លែល្អមែនតើនឹងក្រហមមកជួរនេះក្រហមមែនតើមិននិយាយតសើមិនទេក្រហមចិនឆ្អៅបងប្អូនមិននិយាយតសើមិនទេហើយតសើក៏មិនបានដែរបងប្អូនគឺផ្លែគួរហូបឲ្យខ្ចប់បាក់មករំវិចទៀតផ្លែហ្នឹងទៀតគឺពិតជាស្រស់ស្អាតសម្ព័ន្ធភាពស្រស់ស្អាតមែនទែនបងប្អូនគួរឲ្យគយគន់មែនទែនស្រស់បំប្រងបងប្អូនធម្មជាតិនាស្រុកស្រែជនបទបងប្អូនតាមដងផ្លូវលំបងប្អូននេះខ្ញុំជិះឡើងមកតាមផ្លូវលំឡើងទៅខាងអូស៊ុយខាងសុកណាត់ខ្ញុំបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្ណឹងបងប្អូនអរគុណច្រើនបានទស្សនា